លោកនេតាញ៉ាហ៊ូនិយាយថាបណ្ដាប្រទេសលោកខាងលិចរៀបរៀងក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនខណៈដែលសុន្ទរកថារបស់អង្គការសហប្រជាជាតិជំរុញឲ្យមានការដើរចេញនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ិនយ៉ាមីននេតាញ៉ាហ៊ូបានរិះគន់ការពិធីសុកចំពោះការទទួលស្គាល់ថ្មីរបស់បណ្ដាប្រទេសលោកខាងលិចអំពីភាពជារដ្ឋរបស់ប៉ាឡេស្ទីនដោយចោទប្រកាន់មេដឹកនាំពិភពលោកថាកំពុងរងសម្ពាធពីប្រព័ន្ធផ្សព្វផ្សាយដែលលំអៀងមណ្ឌលបោះឆ្នោតអ៊ីស្លាមជ្រុលនិយមនិងក្រុមប្រឆាំងសាសនាថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កលោកនេតាញ៉ាហ៊ូបានច្រានចោលការរិះគន់ជាសកលអំពីសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាដែលអូសបន្លាយរយៈពេលជិត2ឆ្នាំថាជាសង្គ្រាមនយោបាយនិងផ្លូវច្បាប់ប្រឆាំងនឹងអ៊ីស្រាអែលលោកបានអះអាងថាលោកខាងលិចកំពុងតែជួយផ្លូវចេញពីក្រុមជីហាតដោយការលាក់បាំងអ៊ីស្រាអែលប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសបារាំងអង់គ្លេសកាណាដាអូស្ត្រាលីនិងបណ្ដាប្រទេសនៅអឺរ៉ុបផ្សេងទៀតបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនលោកនេតាញ៉ាហ៊ូបានថ្កោលទោសការជំរុញការទូតប៉ាឡេស្ទីនថាគួរឲ្យអាម៉ាស់និងគួរឲ្យអាម៉ាស់ដោយនិយាយថាមេដឹកនាំលោកខាងលិចកំពុងធ្វើជារង្វាន់ចុងក្រោយឲ្យពួកនិយមជ្រុលនិយមដែលបានប្រព្រឹត្តនិងគាំទ្រការសម្លាប់រង្គាវថ្ងៃទី7ខែតុលាសុន្ទរកថាប្រយុទ្ធរបស់នេតាញ៉ាហ៊ូត្រូវបានបញ្ជូនទៅកាន់មហាសន្និបាតពេញអង្គដែលមានភាពទទេនៅក្នុងសញ្ញានៃភាពឯកកោអន្តរជាតិកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែលគណៈប្រតិភពជាច្រើនបានដើរចេញភ្លាមនៅពេលគាត់ឡើងឆាកប៉ុន្តែលោកនេតាញ៉ាហ៊ូមិនបានរារាំងនិងមិនមានការសំទោសនៅលើឆាកដែលលោកបាននិយាយជាច្រើនលើកមកមុនរវាងការវាយលុកក្រុមហាម៉ាស់អ៊ីរ៉ង់និងបណ្ដាប្រទេសលោកខាងលិចលោកនេតាញ៉ាហ៊ូបានសរសើរប្រធានាធិបតីអាមេរិកដូណាល់ត្រាំដោយនិយាយថាគាត់យល់បានល្អជាងមេដឹកនាំដទៃថាអ៊ីស្រាអែលនិងអាមេរិកប្រឈមមុខនឹងកំណាយកំហៀងតែងតែចូលចិត្តជំនួយមើលឃើញនៅក្នុងសុន្ទរកថាអង្គការសហប្រជាជាតិរបស់លោកនេតាញ៉ាហ៊ូបានចាប់ផ្ដើមដោយកាន់ផានទីតូចមួយនៅអ៊ីរ៉ង់និងបណ្ដាគាររបស់លោកនៅតាមតំបន់បង្អោតអំពីសមត្ថភាពយោធារបស់អ៊ីស្រាអែលនៅឆ្នាំ2018លោកនេតាញ៉ាហ៊ូនិយាយអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ខណៈដែលលោកអាពាវឲ្យមានការដាក់សន្ធិកម្មឡើងវិញប្រឆាំងនឹងទីក្រុងតេហរ៉ង់ពួកយើងមិនត្រូវអនុញ្ញាតឲ្យអ៊ីរ៉ង់កសាងឡើងវិញនូវសមត្ថភាពនុយក្លេអ៊ែរយោធារបស់ខ្លួននិងស្តុកទុកសារធាតុអ៊ូរ៉ាញ៉ូមដែលចម្រាញ់ឡើងវិញប៉ុន្តែសារខ្លាំងបំផុតរបស់លោកនេតាញ៉ាហ៊ូមិនមែននៅ UN ទេផ្ទុយទៅវិញវាស្ថិតនៅក្នុងតំបន់ហ្គាហ្សាជាកន្លែងដែលគាត់បានបញ្ជាឲ្យយោធាអ៊ីស្រាអែលបង្កើតវាគ្មិនដើម្បីចាក់ផ្សាយសម្លេងនៃសន្ទរករបស់គាត់ចូលទៅក្នុងទឹកដីដែលត្រូវបានលំព័ទ្ធលោកបាននិយាយទៅកាន់ចំណាប់ខ្មាំងជាភាសាហេប្រូនិងភាសាអង់គ្លេសថាវីរៈបុរសដ៏ក្លាហានរបស់យើងនេះគឺជានាយករដ្ឋមន្ត្រីនេតាញ៉ាហ៊ូដែលនិយាយទៅកាន់អ្នកមិនរស់នៅពីអង្គការសហប្រជាជាតិយើងមិនបានបំភ្លេចអ្នកសូម្បីតែ1វិនាទីគាត់បាននិយាយទៅកាន់ចំណាប់ខ្មាំងជាភាសាហេប្រូនិងភាសាអង់គ្លេសបន្ទាប់មកបានព្រួងព្រមានក្រុមហាម៉ាស់ថាប្រសិនបើវាមិនដោះលែងចំណាប់ខ្មាំងដែលនៅសល់ទាំង48នាក់នោះទេអ៊ីស្រាអែលនឹងតាមប្រមាញ់អ្នកលោកនេតាញ៉ាហ៊ូក៏បាននិយាយផងដែរថាកិច្ចខិតខំប្រឹងប្រែងពិសេសពីចារកម្មអ៊ីស្រាអែលកំពុងចាក់ផ្សាយសន្ទរកនៅលើទូរស័ព្ទរបស់ហ្គាហ្សាប៉ុន្តែអ្នកស្រុកហ្គាហ្សាជាច្រើនបានប្រាប់ CNN ថាពួកគេមិនបានទទួលសារឬការផ្សាយផ្ទាល់នៃសន្ទរកនោះគ្រួសារចំណាប់ខ្មាំងជាច្រើនមិនជឿនេតាញ៉ាហ៊ូបានអានឈ្មោះចំណាប់ខ្មាំងដែលគេជឿថានៅមានជីវិតប៉ុន្តែមិនបានរួមបញ្ចូលថាមាននីមរ៉ូឌីនិងប៊ីភិនចូស៊ីទេហើយគាត់មិនបាននិយាយអំពីចំណាប់ខ្មាំងដែលបានស្លាប់នោះទេដោយធ្វើឲ្យវេទិកាគ្រួសារខុងសម្បាដែលបានបន្ទោសគាត់ថាព្យាយាមបកបង់ចំណាប់ខ្មាំងនិងសរសេរប្រវត្តិសាស្ត្រឡើងវិញអេណាល់ Zingzauker ម្ដាយរបស់ចំណាប់ខ្មាំងម៉ាតានបានសរសេរនៅលើ X ថាខណៈពេលដែលម៉ាតានរបស់ខ្ញុំកំពុងតែត្រូវបានធ្វើទារុណកម្មនៅក្នុងការជាប់ឃុំឃាំងនេតាញ៉ាហ៊ូកំពុងតែប្រោសគាត់នៅអង្គការសហប្រជាជាតិគាត់កំពុងទម្លាក់គ្រាប់បុកលឺកូនរបស់ខ្ញុំនិងធ្វើបាបគ្រួសារក្នុងចំណោមចំណាប់ខ្មាំងនៅសេសសល់នៃហ្គាហ្សាមានតែប្រហែល20នាក់ប៉ុណ្ណោះដែលគេជឿថានៅមានជីវិតទោះបីជាមានការអង្វរអស់សង្គ្រាមពីក្រុមគ្រួសារចំណាប់ខ្មាំងនិងការបង្កើនសម្ពាធអន្តរជាតិឲ្យបញ្ចប់សង្គ្រាមក៏លោកនេតាញ៉ាហ៊ូក៏នៅតែមិនសុំទោសចំពោះសង្គ្រាមនៅហ្គាហ្សាបន្ទាប់ពីជិត2ឆ្នាំហើយបានប្រាជ្ញាជនបន្ថរហូតដល់ក្រុមហាម៉ាស់ត្រូវបានបំផ្លាញលោកនេតាញ៉ាហ៊ូបាននិយាយថាធាតុចុងក្រោយគឺសំណល់ចុងក្រោយរបស់ពួកហាម៉ាស់ត្រូវបានលាក់ទុកនៅក្នុងទីក្រុងហ្គាហ្សាពួកគេប្រាជ្ញាថានឹងធ្វើម្ដងទៀតនៅភាពខុសខ្សងរបស់ថ្ងៃទី7ខែតុលាម្ដងហើយម្ដងទៀតទោះបីជាកម្លាំងរបស់ពួកគេថយចុះក៏ដោយនេះហើយគឺជាមូលហេតុដែលអ៊ីស្រាអែលត្រូវតែបញ្ចប់ការងារនេះការទទឹងជាក់ស្ដែងរបស់លោកនេតាញ៉ាហ៊ូនៅលើការបន្តសង្គ្រាមទុយស្របជាមួយនឹងលោកTrumpដែលរដ្ឋបាលរបស់គេបានចេញនូវសំណើបទឈប់សង្គ្រាមខណៈពេលដែលប្រធានាធិបតីបាននិយាយថាការបញ្ចប់សង្គ្រាមអាចនឹងជិតដល់ហើយផែនការសន្តិភាពតំបន់ហ្គាហ្សា21ចំណុចដែលបានស្នើសុំដោយរដ្ឋបាល Trump អំពាវនាវឲ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ក្នុងរយៈពេល48ម៉ោងនៃកិច្ចព្រមព្រៀងជាថ្នូវនឹងការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាជាដំណាក់កាលតាមយោងតាមប្រភពដែលដឹងថាបានស្ដីសំណើរដ្ឋបាល Trump បានចែករំលែកនឹងមេដឹកនាំអារ៉ាប់កាលពីថ្ងៃពុធមុនវាមិនច្បាស់ទេថាតើក្រុមហាម៉ាស់ត្រូវបានបង្ហាញជាមួយនឹងសំណើដែលអាចមានការកែប្រែក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ហើយអាចនៅតែត្រូវបានកែប្រែវាទំនងជាត្រូវបានបញ្ជូនបន្តតាមរយៈកាតាទៅកាន់អ្វីដែលនៅសេសសល់ក្នុងក្រុមក្នុងទីក្រុងដូហា
យោងតាមប្រភពដោយធ្លាប់ស្គាល់នោះមិនមានពេលវេលាកំណត់ដែលពាក់ព័ន្ធនឹងការដកកងកម្លាំងអ៊ីស្រាអែលនៅក្នុងកំណែងនៃផែនការនោះប្រភពបាននិយាយកាលពីថ្ងៃសុក្រថាកំណែងនៃផែនការដែលបានបង្ហាញដល់មេដឹកនាំអារ៉ាប់និយាយជាពិសេសថាអ៊ីស្រាអែលនឹងមិនវាយប្រហារប្រទេសកាតាទៀតវាក៏និយាយផងដែរថាมันអាចមានការផ្លាស់ប្ដូរទីលំនៅដោយបង្ខំពីហ្គាហ្សានោះទេប្រពន្ធបាននិយាយថាវាទាមទារឲ្យមិនមានទួលនីតិនាពេលអនាគតសម្រាប់ក្រុមហាម៉ាស់ក្នុងអភិបាលកិច្ចនៅតំបន់ហ្គាហ្សានិងសម្រាប់អភិបាលកិច្ចបណ្ដោះអាសន្នពីកម្រិតស្ថាប័នអន្តរជាតិដែលមានភាពទូលំទូលាយនិងគណៈកម្មាធិការប៉ាឡេស្ទីនមិនមានពេលវេលាកំណត់សម្រាប់រដ្ឋាភិបាលបណ្ដោះអាសន្នមួយក្នុងដំណាក់កាលដឹកនាំទៅកាន់អាជ្ញាធរប៉ាឡេស្ទីនទេលទ្ធភាពដែលនេតានយ៉ាហ៊ូបានច្រានចោលម្ដងហើយម្ដងទៀត